ឃើញញ៉េងប៉ុណ្ណឹងព្រោះប៉ុណ្ណឹងអីតាដើម្បីឲ្យលោកអ្នកដែលកំពុងតែទស្សនាគាត់ថាពេលហ្នឹងអញ្ចឹងគាត់អាចស្ដាប់ទៅគាត់សប្បាយចិត្តហើយគាត់គេលក់ស្រួលទៅយើងបានបន់ទៅតាមហ្នឹងដែរអញ្ចឹងណាចាហើយចេះនិយាយពីប្រវត្តិរបស់លក្ខណៈតិចចាបាទនិយាយពីប្រវត្តិរបស់អូនលក្ខណៈតិចទៅឲ្យខ្ញុំហ្នឹងចាពីពណ៌នាជីវិតគាត់តាំងពីគាត់កើតចេញភ្លាមយ៉ាងម៉េចនៅណាទីតាំងប៉ះម៉ាក់គាត់បងប្អូនគាត់ហេតុអីបានគាត់ចូលសិល្បៈឥឡូវសូមសង្ខេបតិចឲ្យខ្ញុំជឿនិយាយទៅហ្មងចាអត់បានទៀងទងឲ្យកើតទេតិចទៅបងអីបាញ់ខានលេងយូរនៅហើយជាខានលេងនិយាយទៅសរុបតាំងពីឆ្នាំ79មកខ្ញុំខានលេងរហូតទៅហើយបាញ់កាត់ឆ្នាំណា80ងាប់អីចិត្តតែមានហ្មងអីទៅហ្មងណាចារាត្រីសួស្ដីអស់លោកស្រីនាងកញ្ញាថ្ងៃនេះថ្ងៃសាន់ណាប្រើខ្ញុំឲ្យច្រៀងទៅបីអត់ប្រាទេសុំរៀបរាប់ពីប្រវត្តិកញ្ញាថនលក្ខណាតាំងពីកើតដល់សពថ្ងៃសន្តានបងប្អូនអ៊ុំអ៊ីប្រហែលជាឆ្ងល់ហើយពេញទីតលក្ខណៈកើតនៅខេត្តអីរូបក៏ស្អាតល្អសង្ហាសាច់អូននៃមាត់នៃថ្លាតើអ្នកស្រុកណាអ្នកស្រុកណីមើលសិនណាអូនទាយបន្តិចកិច្ចតែនឹងចង់ដឹងសម្ដីបើសិនអូនមើលម៉ាក់ទឹកមុខតលក្ខណៈកើតនៅខេត្តអីដឹងអីហ្នឹងដូច្នេះយ៉កាត់ខ្លីจะไปសូមរៀបរាប់ដូចតទៅលក្ខណៈកើតថ្ងៃទី22ខែធ្នូឆ្នាំ90ក្នុងឆ្នាំមីអើយល្អណាស់ថ្ងៃសាន់ណាថ្លៃគឺឪពុកឈ្មោះលីថនម្ដាយឈ្មោះយិនសុផាតកូន4នាក់សុទ្ធតែស្អាតអត់មានកូនណាអាក្រក់អីចាតែអ្នកលេងទៅចំណែកអាក្រក់ហើយជាងគេណាថាឲ្យអ្នកដេញទៅអីអុយបងមិនប្រកាន់ហើយមានអូនអីធម្មតាអ្នកលេងសំដីតែងតែប៉ះគ្នាជួនកាលសាន់ណាប៉ះមកសុកគាជួនណាសុកគាប៉ះទៅសាន់ណាជួនកាលប៉ះទៅថនលក្ខណៈអត់មានអ្នកណាកំណត់អីធម្មតាយើងអ្នកលេងគេលេងប៉ុណ្ណឹងខឹងនឹងងាប់អីអូយមកប្រកាន់ឥឡូវតពីប្រវត្តិលក្ខណៈស្រីថាមានបងប្អូនដល់ទៅ4នាក់សូមជម្រាបឲ្យបានជាប្រុសមួយស្រីអីដល់ទៅ3បងទី1ឈ្មោះថនផល្លារៀបបីការតាមប្រពៃណីមានបញ្ជីមានចំណងដៃអញ្ជើញបងប្អូនចិត្តឆ្ងាយមកស៊ីហាត់អីទេចំណែកឯបងទី2ឈ្មោះថនវុទ្ធាណាមីអូនស្រីអើយតាមដំណឹងដឹងពីម៉ែខ្ញុំទៅទើបការបានកូនខ្ចីអើយមែនអត់ទេតែដឹងទេចំណែកឯកូនស្រីទី3ថ្លៃហើយគឺឈ្មោះថនតារាពីមុនធ្លាប់ធ្វើការជាវិធីការដែលនេះដែរកុំសង្ស័យឯកូនពៅគេអមុំឲ្យនៅខាងស្ដាំដៃអើយរៀនសូត្របានជ្រៅជ្រាំងជាងគេចេះតាំងពីអង់គ្លេសចេះតាំងពីថៃកាលពីក្មេងរៀននៅឯកោះកុងបឋមសិក្សាដល់ពេញវ័យវឌ្ឍនាការដូរមករៀននៅឯភ្នំពេញរៀនថ្នាក់ថ្ងៃទី12នៅសាលាបែលធីយើងសង្ស័យយើងហ្នឹងហើយតែលឿនមើលថ្ងៃហ្មងបងដូចអ្នកខ្សែទៅកាលពីខ្ញុំមកនៅក្មេងលួចស្រឡាញ់ដែរសាណាថ្លៃក៏ប៉ុន្តែគេមិនស្រឡាញ់អីសាច់គេខ្ចីមុខយើងជាប់ខ្ញុំអត់មានន័យតូចចិត្តសន្តានញាតិមិត្តជាទីស្នេហាបាត់តែមិនបានថនលក្ខណៈប៉ុន្មានទៅនៅគៀដៃសពថ្ងៃផ្ទះលក់នៅបុកលហុងនៅផ្សារដេប៉ូ
từng ngày từng nhục ấy miên từng làn miên này mô tô cái trâu hộp chọc ấy đó là ngay bà hàng mùi tiết nâu mà đồng bạ túc ba tà la chây tha vi trường sợp kê tay phênh tì săn ai đăng rư tê thay trong nay năm pi pon và muối lược xuôi săn là bạ lẹ cái ơi lẹ bà tam trong đăng ọt tờ lẹ ấy cứ thả chóp chia đà ra tì muối cái hào đà ra bong 21 chạp bị năng mau là bay là hot ơi đo sọc kia lẹ cái na bị ai chi ấy cả là bà long nông bay cái chuôn miên đó tập pi rồi nè tí môi cứ cho bà lẹ bò cả nhà đâu bị ấy môi mò hai tiếng ấy đêm qua mà được ấp cao nâng lẹ cái na chuột nó bị và bô một spam toàn sát chẳng ấy lâu cho một có suốt ngọt có tốt chăm có khoang nà khơi hai miền này chật trắng coi con lụi bẹt tay sạch luôn đôi tờ kia khác sao màu tờ hiền vi mình và dát là bê chương mặt lẹ ngọt cho đấy ấy xăm đừng sợ xăm đừng phẹ tra xăm tiền hạt tha xăm đừng trường đây giờ kẹt chờ cúi tôi kia cho ca đi lịa rộp ấy chẳng tấu đất tai sang hà đôi tì và đa cho không phi lư tháng ngày nhom bát điệp rọp mình to từ tiết đi chùm điệp bong ôn có ai clean pi và vót thon lẹ cái ná pin là bay ấy ông cha ơi tờ miền bon miền ca mình sâu bát một lẹ cả na tê mà chả thay bờ ta má ơi nhom cha mẹ ơi tờ đâu chum là đâu trôi năm lẹ cái na rom mày cướp phong mà đi dọn thui rom vùng tông gô mình bạt xong ấy khơi nhà nhầm mà đẹp tẹ năng săn thay cầm cua xa cái có sạch lọ sật tầm miền này sạch là thò nhà nhầm nhà nhé mà về đẹp tẹ tẹ ngày pa tẹng mạ chồng trô chất nàng na nẹ thay ơi tầm miền bon miền cá hào lẹ cả nam đại cháu ấy ai cũng sẽ chọn đây bà mình ban tấu cục nhai cho non đây ấy rư oi nẹp xén cho chay đá công cho lắm ấy miền rương môi tiết đại lẹ cái na sầm đen là bay bầm phật và hai sàn na chăm tuần từ rương áp vẽ mũ rồi bạn tập phim vậy chẳng không ai ba bé lẹ cái na sầm đá tu áp ấy mình bạch vô luôn tâu cầm đo đọ có hong vo săn hơi hong cát đây lâu sầm đôi áp đai tê sân đa này âu má tua sân na tam cái chọ tu nó tua xì thì ăn chụp 21 thon lẹ cái na sân là xong đừng áp tê lục mà cha thái gì đó ngay có plek do luôn tục cầm luôn đâu ai tia bà sân ta chỉ phải chua bật tia đã chỉ phải sân ấy không giang say áp ơi sân chứ rồi giờ sát mà lăng cực ngày tròn nắng đang ngày tục thôi ấy để tập viên mới có nhóm ai sọc chặt mình 300 pi nít ọt miền na ọt đăng ọt ấy bạch nào đăng ấy nè đâu mình cha ngày đọ có hong tư bát ngạt dừng ly rồi đôi chân bà vọt thon lẹng na điệp xong khai tam bẹp clay tam bẹp bọt cho phây bà khó trăng ấy xôm pron ấy phong ấy sân đàn bong phôn tiếng ọc nia xô mà phây đọc nhóm bát sọc kỳ pru ấy tràn khai tràn ngay mình đài bàn mà riêng cho phây ấy chẳng tê phía tràn gì rô tại giấy hơi nâng cạt sọ cây tờ năng mình men có họ ôi mình ban sâu ấy stuột đây
បើសិននៃខុសបាត់ឬក៏លើសតង់ខុសត្រង់ណាសន្តានចាស់ព្រឹទ្ធធាចាប្រាជ្ញព្រឹទ្ធបណ្ឌិតកវីអភ័យទោសដល់ឡាយរូបខ្ញុំជាក្មេងសាក្រោយថ្មីខំប្រឹងឲ្យរៀនចបៃមិនចង់ឲ្យបាត់បង់អ្វីឥឡូវលេងចបៃតែប៉ុណ្ណឹងជាបញ្ចប់សូមជូនពរសាទរញាតិទាំងអស់ថ្ងៃគ្នាបានស្ដាប់ចបៃសុគីសូមមានជោគហើយមានជ័យកុំបង្អាប់សូមលើកទឹកចិត្តឲ្យខ្ញុំរឹតខំប្រឹងរៀនចបៃហេតុនេះបងប្អូនគ្រប់មករូបាសូមបានឲ្យសុខខាសុខសบายទាំងយប់ថ្ងៃបញ្ចប់អំពើហិង្សាហើយនឹងគ្រឿងញៀនកុំជក់ឲ្យសោះរឿងអាភៀនវានាំឲ្យញៀនខូចអនាគតសាច់ហ្នឹងក៏មិនបានមកបើហ៊ានញៀនអាភៀនសាច់វាមិនខ្ចីមុខនឹងច្បាំងជាដូចអាបសូមជម្រាបចោលតែខ្លីខ្លីឥឡូវដល់ម៉ោងដល់នាទីជម្រាបអ៊ំមីជម្រាបលាប៉ុណ្ណឹងសិនកម្មវិធី24ម៉ោងរបស់ CTN ងាកឲ្យពិធីការនីនាងលោកលីសាសួរបន្តទៅទៀតកុំឲ្យចង្អៀតក្នុងហរតីឥឡូវប្រវត្តិលក្ខណៈសង្ខេបខ្លីតាមយបៃចប់ប៉ុណ្ណឹងអើយអីអើយខ្ញុំអ្នករាប់បាត់អូយចាដៃគូនឹងខ្ញុំបកកែមែនតើទេកសលដែលងាយមានរោគមិនបានណាចាបាទដែរអូនអរគុណណាបងម៉ែកាត់បកកែចឹងហ្មងអរេអូនឯងបានបកកែទេបើបងបកកែតែវាមិនអត់ទាន់ដាច់បងឯងបកកែដាច់ហ្មងលក្ខណៈបកកែស្រាច់ហ្មងតែចូលស្រាច់ចារស្មីកញ្ញានេះគឺជាប្រវត្តិខ្លះរបស់តារាកិត្តិយសយើងដែលជាភ្ញៀវនៅក្នុងសប្តាហ៍ទី1ដែលបងស្រីជាពិធីការនីដ៏ល្បីឈ្មោះទាំងជាតារាសម្ដែងជាតារាបង្ហាញម៉ូដហើយអនាគតនឹងជាភរិយាគេមែនទេអាចជាម្ដាយគេទៀតបាទចាអូយើងចេះបកកាយទាយហ្មងអាចទៅជាយាយគេទៀត60ឆ្នាំទៀតវិញមើលថតលក្ខណៈលេងស្គាល់ហើយឥឡូវថតរូបទុកហ្នឹង60ឆ្នាំទៀតនៅសល់នៅសល់ឯកសារណាបាទបងប្អូនបាទជំរាបសួរបងប្អូនដែល60ឆ្នាំទៀតបានកើតបាទចាំមើលយាយលក្ខណៈដល់ពេលដល់ចាស់ដល់មុខម៉េចបាទចាតែបងឯងខ្លាចជាតាមុនខ្ញុំទៀតបាទមិនអីទេតាហើយនិយាយដូចថាឧទាហរណ៍ថាក្នុងលក្ខខណ្ឌណាមួយយើងទៅវត្តជុំគ្នាអាចយើងដល់ទៅវត្តទៅក្លឹបអត់ទេចាស់គេទៅវត្តហើយទៅទេក្លឹបបាទយើងសំបុនក្លឹបកីឡាហាត់ប្រាណដើម្បីសុខភាពនិយាយទាន់ចាប់ពាក្យផងចាឥឡូវនេះខ្ញុំមានសំណួរមួយសួរដល់បងអូនស្រីចឹងដឹងថាចាប់ពីនាទីនេះទៅ24ម៉ោងខាងមុខទៀតតើបងអូនមានសកម្មភាពត្រូវធ្វើអីខ្លះចានៅក្នុងរយៈពេល24ម៉ោងខាងមុខទៀតនាងខ្ញុំត្រៀមខ្លួនដើម្បីធ្វើជាពិធីការនីនៅក្នុងកម្មវិធីផ្ទះលោកតាចាជាមួយបងដែរចាជាមួយបងសុគីដែរត្រៀមជំនួយមកត្រៀមទេចាអត់ទេហ្មងក៏ត្រូវត្រៀមដែរខ្ញុំត្រៀមខ្លួនខ្ញុំទៅបីត្រៀមក៏កម្មវិធីអត់ទៅតាមខ្ញុំដែរព្រោះឲ្យខ្ញុំមិនមែនជាតួឯកនៅក្នុងកម្មវិធីខ្ញុំគ្រាន់តែជាអ្នកសម្របខ្លួនកម្មវិធីអញ្ចឹងយើងនឹងទៅតាមមើលតើកញ្ញាថនលក្ខណៈមុននឹងឡើងកម្មវិធីទៅតាតើកញ្ញាថនលក្ខណៈធ្វើអីខ្លះចាអរគុណលោកស្រីអ្នកនាងកញ្ញានៅវគ្គក្រោយយើងនឹងជួបគ្នាជាថ្មីម្ដងទៀតប៉ុន្តែពេលនេះសូមអនុញ្ញាតសម្រាប់ Web Flat សិន